ហើយធ្វើមកវិញខ្ញុំត្រៀមខ្លួនដើម្បីទទួលយកចំណេះដឹងនិងក្បួនច្បាប់ដែលជាប្រតិបង្ហាញផ្លូវខ្ញុំឲ្យចេញផុតពីរាត្រីងងឹតសុំនៃភាពអវិជ្ជានិងឈ្មោះទៅកាន់ទីថ្ងៃនេះខ្ញុំចាប់ផ្ដើមជីវិតថ្មី Today I begin a new life ដើម្បីឆ្លងកាត់មហាសាគរដ៏សែនគ្រោះថ្នាក់នេះហើយទីបញ្ចប់ខ្ញុំនឹងមកដល់តំបន់ឆ្នេរមួយដែលការពីម្សិលមិញគឺគ្រាន់តែជាក្តីស្រមើស្រមៃតែប៉ុណ្ណោះពេលវេលានឹងបង្រៀនមនុស្សដែលមានជីវិតអមតៈនៅបទពិសោធន៍គ្រប់បែបយ៉ាងប៉ុន្តែខ្ញុំគឺគ្រាន់តែជាមនុស្សធម្មតាម្នាក់មិនអាចមានជីវិតរស់នៅរហូតបានដូច្នេះខ្ញុំនឹងធ្វើការបែងចែកពេលវេលាសម្រាប់ការរៀនសូត្រនៅវិជ្ជានៃការទប់កំហឹងនិងសេចក្តីក្រេវក្រោធដែលតែងកើតចេញពីសេចក្តីតក់ក្រហល់ខុសពីដំណើរនៃធម្មជាតិដែលមិនប្រព្រឹត្តទៅក្នុងសភាពតក់ក្រហល់ឡើយដើម្បីបានស្ដេចឈើអូលីវមួយដើមវាត្រូវការពេលរហូតដល់រាប់រយឆ្នាំឯណោះសូម្បីតែខ្ទឹមបារាំងមួយដើមក៏ត្រូវការពេលយ៉ាងតិចណាស់9សប្តាហ៍ដែរដូច្នេះខ្ញុំត្រូវរៀនរស់នៅក្នុងសេចក្តីអត់ធ្មត់យ៉ាងហោចណាស់ឲ្យដូចនឹងដើមខ្ទឹមបារាំងនោះទោះបីវាមិនធ្វើឲ្យខ្ញុំសប្បាយចិត្តក៏ដោយចុះមែនហើយខ្ញុំមិនអាចក្លាយជាស្ដេចឈើដូចដើមអូលីវក៏ពិតមែនចុះប៉ុន្តែខ្ញុំអាចក្លាយជាអ្នកលក់ដ៏កំពូលម្នាក់បានតើខ្ញុំអាចទទួលបានជោគជ័យនេះដោយរបៀបណាព្រោះបច្ចុប្បន្ននេះសូម្បីតែចំណេះនិងបទពិសោធន៍ខាងលក់ក៏ខ្ញុំមិនមានហើយថែមទាំងជាមនុស្សល្ងងខ្លៅរូបរឹតទៅដោយជំងឺទម្រន់ខ្លាចខ្លួនឈឺខ្លាចខ្លួនលំបាកចម្លើយនៃសំណួរនេះគឺសាមញ្ញបំផុតគឺខ្ញុំត្រូវចាប់ផ្ដើមជីវិតថ្មីមួយហើយលើកនេះខ្ញុំនឹងបំភ្លេចចោលឲ្យអស់នៅចំណេះដឹងណាមិនចាំបាច់ព្រមទាំងជំរុះចោលនៅរឿងអតីតកាលដែលគ្មានប្រយោជន៍តាមពិតទៅធម្មជាតិបានផ្ដល់មកឲ្យខ្ញុំរួចជាស្រេចទៅហើយនៅចំណេះដឹងនិងសភាវគតិដែលខ្ពស់ឆ្ងាយខ្លាំងណាស់ជាងពពួកសត្វព្រៃនានាចំណែកឯបទពិសោធន៍វិញគឺគ្រាន់តែជារបស់អាចរកបានតាមក្រោយតែប៉ុណ្ណោះប៉ុន្តែបទពិសោធន៍តែងត្រូវបានគេឲ្យតម្លៃហួសហេតុពេកហើយជាញឹកញាប់វាត្រូវបានឲ្យតម្លៃខ្ពស់ដោយមនុស្សដែលធ្វើការងក់ក្បាលដូចជាមនុស្សចេះដឹងតែនិយាយធ្វើមើលតែមិនដឹងអីត្រូវហើយបទពិសោធន៍ពិតជាអាចបង្រៀនយើងឲ្យចេះច្រើនក៏ពិតមែនតែបទពិសោធន៍តែងតែផ្លាស់ប្ដូរទៅតាមសម័យកាលដូច្នេះមេរៀនរបស់វាក៏ប្រែប្រួលទៅតាមសម័យកាលដែលនឹងធ្វើឲ្យបាត់អស់នៅគុណភាពនិងប្រសិទ្ធភាពហើយទីបញ្ចប់វាក៏ត្រូវបានកប់ទៅជាមួយម្ចាស់របស់វាព្រោះបទពិសោធន៍នេះត្រូវអនុវត្តលែងទទួលបានផលបាននិយាយម្យ៉ាងទៀតបទពិសោធន៍គឺមិនខុសអ្វីពីម៉ូដសម្លៀកបំពាក់នោះឡើយមានន័យថាម៉ូដដែលគេពេញនិយមនៅថ្ងៃនេះអាចហួសនិយមនៅថ្ងៃស្អែកចំណែកឯបទពិសោធន៍មួយដែលនាំមកនៅជោគជ័យនៅថ្ងៃនេះតែបែរជានាំមកនៅបរាជ័យនៅថ្ងៃស្អែកក៏ថាបានដូច្នេះមានតែក្បួនច្បាប់ទេដែលមិនចេះប្រែប្រួលហើយខ្ញុំកំពុងកាន់នៅក្នុងដៃនៅក្បួនច្បាប់ប្រភេទនេះព្រោះថាក្បួនច្បាប់ដែលនឹងនាំខ្ញុំឲ្យក្លាយទៅជាមនុស្សដ៏អស្ចារ្យម្នាក់បែបនេះគឺត្រូវបានគេសរសេរដាក់នៅក្នុងដុំក្រណាត់ទាំងអស់នេះភាគច្រើននៃក្បួននេះនឹងបង្ហាត់ខ្ញុំឲ្យចេះការពារខ្លួនកុំឲ្យធ្លាក់ដល់ភាពបរាជ័យជាជាងបង្ហាត់ឲ្យចេះបង្កើតភាពជោគជ័យព្រោះថាជោគជ័យគឺកើតចេញពីកត្តាផ្លូវចិត្តតែម្យ៉ាងប៉ុណ្ណោះពាក្យជោគជ័យត្រូវបានកំណត់និយមន័យផ្សេងខុសពីគ្នានៅក្នុងចំណោមបុគ្គលជោគជ័យរាប់ពាន់នាក់ប៉ុន្តែពួកគេមានពាក្យមួយឃ្លាដូចគ្នាដើម្បីកំណត់និយមន័យឲ្យពាក្យបរាជ័យមនុស្សម្នាក់ដែលអាចកំណត់ថាជាមនុស្សបរាជ័យ
គឺបុគ្គលទាំងឡាយណាដែលគ្មានសមត្ថភាពសម្រេចគោលដៅជីវិតរបស់ខ្លួនមិនថាគាត់ស្ថិតនៅក្នុងឋានៈអ្វីក៏ដោយនេះគឺជាសេចក្តីពិតចំណុចខុសគ្នាដ៏សំខាន់រវាងមនុស្សបរាជ័យនិងមនុស្សជោគជ័យគឺស្ថិតនៅត្រង់ទម្លាប់នៃជីវិតទម្លាប់ល្អគឺជាចំណុចគន្លឹះនៃភាពជោគជ័យចំណែកឯទម្លាប់អាក្រក់វិញគឺជាផ្លូវនាំទៅកាន់ភាពបរាជ័យដូច្នេះច្បាប់ទី1ដែលខ្ញុំត្រូវគោរពតាមហើយត្រូវអនុវត្តឲ្យបានមុនច្បាប់ជាបន្តបន្ទាប់នោះគឺខ្ញុំនឹងបណ្ដោះទម្លាប់ល្អនិងដាក់ខ្លួនឲ្យទៅជាទេសកលរបស់ពួកវាកាលពីនៅតូចខ្ញុំគឺជាទេសកលរបស់រលកអារម្មណ៍ប៉ុន្តែឥឡូវខ្ញុំគឺជាទេសកលរបស់ទម្លាប់ល្អវិញព្រោះទម្លាប់ល្អអាចធ្វើមនុស្សឲ្យទៅជាបុគ្គលចាស់ទុំម្នាក់ខ្ញុំនឹងប្រើពេលវេលាប្រកបដោយភាពអត់ធ្មត់បំផុតដើម្បីកសាងទម្លាប់ល្អទោះវាត្រូវការពេលច្រើនឆ្នាំប៉ុណ្ណាក៏ដោយចុះហើយខ្ញុំក៏លែងប្រើពេលវេលានេះដើម្បីរស់នៅក្នុងអតីតកាលតទៅទៀតដែរព្រោះវាជាទង្វើអាចនាំទៅដល់ការឃុំឃាំងអនាគតរបស់ខ្លួនឯងទៅវិញទេសកម្មភាពរបស់ខ្ញុំត្រូវបានបញ្ជាដោយសេចក្តីស្រែកឃ្លានសេចក្តីប៉ងប្រាថ្នាសេចក្តីប្រកាន់សេចក្តីលោភលន់សេចក្តីស្នេហាសេចក្តីខ្លាចបរិយាកាសប៉ុន្តែអ្វីដែលមានអំណាចខ្លាំងជាងគេមកលើសកម្មភាពរបស់ខ្ញុំនោះគឺទម្លាប់ដូច្នេះបើខ្ញុំត្រូវតែជាទេសកលរបស់ទម្លាប់ទៅហើយខ្ញុំប្រាថ្នាសូមធ្វើជាទេសកលរបស់ទម្លាប់ល្អខ្ញុំក៏ត្រូវកម្ចាត់ចោលនៅទម្លាប់អាក្រក់ទាំងឡាយដោយត្រូវរៀបចំដីឡើងវិញដើម្បីបន្តគ្រាប់ពូជនៃទម្លាប់ថ្មីខ្ញុំនឹងបណ្ដោះទម្លាប់ល្អនិងដាក់ខ្លួនឲ្យទៅជាទេសកលរបស់ពួកវាតើខ្ញុំអាចទទួលជោគជ័យលើការងារដ៏ពិបាកនេះដោយរបៀបណាវាអាចទៅរួចដោយគ្រាន់តែអនុវត្តទៅតាមក្បួននៅក្នុងដុំក្រណាត់ទាំងអស់នេះព្រោះដុំនីមួយមានឆ្លាក់នៅរូបមន្តបើកាលណាអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួននឹងជួយកម្ចាត់ទម្លាប់អាក្រក់ពីក្នុងខ្លួននិងជំនួសមកវិញនៅទម្លាប់ល្អដែលនឹងនាំខ្ញុំទៅរកជោគជ័យច្បាប់ធម្មជាតិមួយបានកំណត់ថាទម្លាប់មួយអាចបង្ក្រាបទម្លាប់មួយផ្សេងទៀតបានច្បាប់ធម្មជាតិមួយបានកំណត់ថាទម្លាប់មួយអាចបង្ក្រាបទម្លាប់មួយផ្សេងទៀតបានដូច្នេះដើម្បីស្ដែងឲ្យឃើញពីប្រសិទ្ធភាពរបស់រូបមន្តនៅក្នុងដុំក្រណាត់ទាំងអស់នេះខ្ញុំបដិញ្ញាចិត្តដាក់វិន័យលើខ្លួនឯងឲ្យហ្វឹកហាត់ទម្លាប់ថ្មីមួយខ្ញុំបដិញ្ញាចិត្តអានដុំក្រណាត់មួយដុំរយៈពេល30ថ្ងៃមុននឹងបន្តទៅដុំមួយផ្សេងទៀតមុនដំបូងខ្ញុំអានពាក្យនីមួយដោយស្ងាត់ម្ដងនៅពេលព្រឹកបន្ទាប់ពីក្រោកពីដំណេកបន្ទាប់មកខ្ញុំនឹងអានស្ងាត់ម្ដងទៀតនៅពេលថ្ងៃបន្ទាប់ពីស្រស់ស្រូបអាហារថ្ងៃត្រង់រួចនិងចុងក្រោយខ្ញុំនឹងអានម្ដងទៀតនៅមុនពេលខ្ញុំចូលសម្រាកនៅពេលយប់ប៉ុន្តែម្ដងនេះខ្ញុំនឹងអានពាក្យនីមួយឲ្យបានលឺនៅថ្ងៃបន្ទាប់ខ្ញុំនឹងធ្វើតាមរបៀបនេះសារជាថ្មីម្ដងទៀតនិងចេះតែធ្វើបន្តរហូតគម្រប់30ថ្ងៃនៅពេលគ្រប់30ថ្ងៃខ្ញុំនឹងបើកក្រណាត់មួយដុំទៀតនិងធ្វើដូចរបៀបខាងលើរហូតដល់គ្រប់30ថ្ងៃទៀតការចេះតែបន្តធ្វើទៅតាមដំណើរនេះឲ្យគ្រប់30ថ្ងៃពេលនោះហើយវានឹងក្លាយជាទម្លាប់ថ្មីរបស់ខ្ញុំ
ចុះក្រោយពីមានទម្លាប់នេះហើយតើខ្ញុំនឹងទទួលបានប្រយោជន៍អ្វីខ្លះនៅទីនេះគឺមានលក្ខទុកនៅអាកំបាំងដែលនាំឲ្យមនុស្សទទួលជោគជ័យនៅក្នុងជីវិតកាលណាខ្ញុំទន្ទិញក្បួនច្បាប់នេះជាប្រចាំនិងជារៀងរាល់ថ្ងៃពាក្យនីមួយៗនឹងជ្រាបចូលយ៉ាងជ្រៅទៅក្នុងខួរក្បាលរហូតក្លាយជាសតិមួយនៅក្នុងចិត្តរបស់ខ្ញុំប៉ុន្តែរឿងសំខាន់ជាងនេះទៅទៀតនោះគឺថាពាក្យពេចន៍នីមួយៗនឹងជ្រាបចូលទៅក្នុងចិត្តទី2ដែលគេហៅថាចិត្តមិនដឹង subconscious mind ដែលជាធាតុដ៏សែនអាកំបាំងមិនចេះឈប់សម្រាកនិងមិនចេះដេកលង់លក់តែចិត្តមិនដឹងនេះគឺជារោងចក្របង្កើតនៅក្តីសុបិនហើយចិត្តទី2នេះ